ភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសភគវតោអរហតោសម្មាសម្ពុទ្ធស្សៈសូមអនុមោទនាបន្តិចទៀតខ្ញុំប្រកាសណាខ្ញុំបាទនឹងដើរបតិសិនជុំវិញបកនកតបង្ហាញនៅទស្សនវិជ្ជានានាក្នុងវេលាព្រឹកនេះហើយសូមអញ្ជើញលោកប្អូនអាចារ្យរាយរដ្ឋាជួយកាន់កាមេរ៉ាដើម្បីនឹងបង្ហាញជាធម្មទានឲ្យពុទ្ធបរិស័ទបានជ្រះថ្លាបាទយើងរេយឺតហ្មងហើយកុំជិះដាក់ចិត្តខ្ញុំទៅនេះសូមគោរពថ្វាយបង្គំចំពោះកាណាជាម្ចាស់គ្រប់ព្រះអង្គទាំងអស់ដោយសេចក្តីគោរពទៀតសូមគោរពអស់លោកពុទ្ធបរិស័ទទាំងអស់និងសូមគោរពឧត្តមប្រតិចាមហាបាសកប្រតិចាង៉ែតយិនហ្នឹងហើយសូមគោរពពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសទាំងអស់ក្នុងវេលាពេលព្រឹកព្រលឹមបាទនៅក្នុងវត្តដំណាក់នាបកនកតនេះក្នុងទស្សនវិជ្ជានៃពិធីបុណ្យមាឃបូជាក្នុងវេលាពេលព្រឹកនេះគឺយើងមានការរៀបចំដូចរាល់ឆ្នាំអញ្ចឹងនេះគឺព្រះអង្គទ្រង់បរិនិព្វានញាតិញោមព្រះអង្គទ្រង់បរិនិព្វានដែលមានការរៀបចំតាក់តែងផ្កាយ៉ាងប្រណិតក្រៃលែងមែនតើមកជ័យគាត់បាទហើយនេះសោទៀតអស់លោកពុទ្ធបរិស័ទទាំងឡាយនេះគឺព្រះចង្កូមកែវចម្លងបាទព្រះចង្កូមកែវចម្លងដែលធ្វើអំពីចុងភ្លុកដំរីពីប្រទេសអាហ្វ្រិកបាទចុងភ្លុកដំរីគឺស្អាតប្រណិតណាស់ហើយនៅជុំវិញព្រះចង្កូមកែវហ្នឹងគឺមានតុងសាសនាតុងបាទពីមាសសុតនិងតុងរលកបាទតុងរលកពីបុរាណមួយនិងតុងទៅតែកសាងមួយនេះឧត្តមប្រតិចារ្យគាត់អ្នកកសាងតុងមាសមួយក៏មួយឲ្យថែបំពេញជើងតុងនោះទៀតបាទអញ្ចឹងបានន័យថាមានតុងមាសចំនួន4ដែលនៅជុំវិញព្រះចង្កូមកែវស្ថិតនៅលើផ្កាឈុកមាសបាទនេះគឺព្រះចង្កូមកែវហើយស្ថិតនៅក្នុងបោះសបុកប្រាក់បាទបោះសបុកប្រាក់សុតណាទៀតបោះសបុកនេះប្រាក់សុតធ្វើតាំងពីចំនួននៃបកនកតដំបងមកម្លេះទៀតណាលោកគ្រូកាមេរ៉ាចេញមកចេញបាទណាហើយនៅក្នុងបច្ចេកដីកែវនេះគឺពុទ្ធរូបមាសបាទតម្កល់ពុទ្ធរូបមាសណាស្វែងគុំកូនចាស់ទេណាតម្កល់ពុទ្ធរូបមាសចំនួន4ព្រះអង្គធំបាទពុទ្ធរូបមាសសុទ្ធបាទហើយមានព្រះចង្កូមកែវຂະຫນាតបច្ចេកដីមួយទៀតនោះមានតម្កល់ពុទ្ធរូប10អង្គឯនោះទៀតច្រើនណាស់ទៀតណាហើយបាទខ្ញុំបកណាខ្ញុំបាទកសាងបកនកតជាមួយនឹងឧត្តមប្រតិចាង៉ែតយិននឹងតាំងពីពុទ្ធសករាជ2550 55 56ណាកងបាទយូរដែរហើយជាង10ឆ្នាំហើយទៀតណាហ្នឹងហើយបកនកតចេះតែមានការរីចម្រើនដោយពុទ្ធបរិស័ទចូលរួមក្នុងនិងក្រៅប្រទេសហើយឥឡូវមើលទស្សនវិជ្ជាព្រះអង្គបរិនិព្វានបន្តិចទៀតទេនៅថ្មីចេះល្អណាស់បាទនេះគឺខ្នើយហើយនឹងលំអដោយត្បូងពេជ្រជុំវិញប្រវត្តិកាយរបស់ព្រះអង្គបូជាព្រះអង្គបរិនិព្វាននេះគឺថាមានសភាពគួរជាទីជ្រះថ្លាហើយលំអដោយរតនវត្ថុនឹងក្រៃលែងមែនតែនទេណាក្រៃលែងមែនតែនហ្នឹងឯងមានទាំងប្រហោះព្រះបាទខ្នើយមុខក្រោយឆ្វេងស្ដាំលើក្រោមអីហ្នឹងគឺថាមានលំអទៅដោយត្បូងពេជ្រដ៏ប្រណិតទៀតណាហ្នឹងហើយសូមអនុមោទនាបង្ហាញនៅរូបភាពជាបន្តគឺព្រះអង្គទ្រង់ប្រសូតទៀតព្រះអង្គទ្រង់ប្រសូតណាទ្រង់ប្រសូតដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិកញោមហេងសាយហៀងបាទហ្នឹងហើយមាន
ព្រះអណាឡោមផងមានព្រះបាទព្រះហោះលំអទៅដោយកងចាក់ត្បូងទៅទៀតបាទអស្ចារ្យប្រណិតណាស់បាទហើយបន្តមកទៀតនេះគឺព្រះពុទ្ធរូបព្រះអង្គថ្មកែវត្រជាក់ខ្នាតធំទៀតព្រះពុទ្ធ28ព្រះអង្គមុននោះគឺព្រះអង្គខ្នាតតូចអញ្ចឹងណាអង្គខ្នាតតូចឥឡូវនេះព្រះអង្គខ្នាតធំគឺមានភ្នែន7 តឹកកម្ពស់ប្រហែលជា8 តឹកធ្វើអំពីថ្មកែវត្រជាក់ដែលនាំមកអំពីប្រទេសភូមារចនាបថខ្មែរយើងកាត់ឥណ្ឌាកាត់លង្កាជាដើមមានសភាពស្អាតមានព្រះឥន្ទ្រីនឹងឯងគឺក្រៃលែងមែនតែនហើយនិយាយពីប៉ះដៃទៅគឺថាត្រជាក់ស្រាប់តែម្ដងទៀតអូត្រជាក់ណាស់បាទត្រជាក់មែនតែនញាតិញោមខ្លះក៏អត់ដឹងថាព្រះអង្គថ្មកែវត្រជាក់ណាគិតថាធម្មតាណាទៀតណាតែតាមពិតគឺព្រះអង្គថ្មកែវត្រជាក់ទៀតអស្ចារ្យមែនតែនទៀតហើយធំយើងមើលក្នុងរូបភាពឃើញល្មមទេថតកង់មួយដើម្បីប្រកាន់បាទអង្គថ្មកែវត្រជាក់នៅក្នុងវេលាល្ងាចនេះមានកម្មវិធីពុទ្ធាពិសេសព្រះអង្គថ្មកែវត្រជាក់បាទហើយនោះខាងលើគឺធ្វើនៅស្វេតឆ័ត្រផ្កាសុតថ្វាយព្រះអង្គទៀតណាស្វេតឆ័ត្រផ្កាសុតបាទផ្កាសុតថ្វាយព្រះអង្គទៀតសូមអនុមោទនាហើយអញ្ជើញឧត្តមប្រតិចាចង្អុលបង្ហាញរូបភាពនោះគឺជាបុស្បុកដែលតម្កល់នៅព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធបុស្បុកនេះដោយសទ្ធាជ្រះថ្លាធំរបស់ឧបាសិកាព្រំសភាព្រមទាំងក្រុមញាតិជាដើមទៀតណាហើយនឹងប្រកោតដែលតម្កល់នៅព្រះបរមសារីរិកធាតុដែលយាងមកអំពីប្រទេសស្រីលង្កាទៀតគួរជាទីជ្រះថ្លាក្រៃលែងណាស់ទៀតណាក្រៃលែងណាស់ហើយសូមបញ្ជាក់ម្ដងទៀតចំពោះព្រះពុទ្ធរូបព្រះអង្គថ្មកែវត្រជាក់ទៀតអង្គថ្មកែវត្រជាក់នេះដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទូទៅកាលនោះគឺមានព្រះពុទ្ធបដិមា28ព្រះអង្គហ្នឹងគឺពុទ្ធបរិស័ទគាត់ចូលរួមមួយអង្គមួយអញ្ចឹងទៅនៅមានពុទ្ធបរិស័ទដែលចូលរួមជាលក្ខណៈព្រះពុទ្ធរួមដែលចូលរួមគ្នាគឺព្រះអង្គថ្មកែវខ្នាតធំគឺព្រះសម្មាសម្ពុទ្ធសមណគោតមមានការចូលរួមគ្នាដោយច្រើនហ្នឹងគឺម្យ៉ាងទៀតនោះគឺថាដោយសទ្ធាជ្រះថ្លាធំជាងគេនោះគឺបងឧបាសិកាព្រំប្រណិតនិងស្វាមីបាទនៅឯរដ្ឋចរចាសហរដ្ឋអាមេរិកហ្នឹងគាត់ចូលរួមច្រើនជាងគេណានៅសហរដ្ឋអាមេរិកគាត់ចូលរួមច្រើនជាងគេគាត់ចូលរួមទាំងកិច្ចការងារផ្សេងទៅទៀតកាលពីឆ្នាំទៅហ្នឹងខ្ញុំបានបែងចែកបច្ច័យគាត់ដែលគាត់ផ្ញើមកបូជាហ្នឹងដល់ទៅ$5000ទៀតណា$5000ហ្នឹងហើយនឹងប្រាក់របស់គាត់ដែលចូលក្នុងពុទ្ធរូបនេះច្រើនជាងគេទៀតណាហ្នឹងហើយសូមអនុមោទនាហ្នឹងរឿងពីឆ្នាំទៅទេទៀតរឿងពីឆ្នាំទៅឥឡូវនេះបានសម្រេចដោយបំណងហើយទៀតណាសូមពុទ្ធបរិស័ទទាំងអស់ជ្រះថ្លារីករាយអនុមោទនាបាទកងជើញឈរកន្លែងហ្នឹងហើយនេះបានសភាពអស្ចារ្យមួយយ៉ាងទៀតនេះបង្ហាញរូបបាទគឺបុស្បុកបាទបុស្បុកហើយបាញ់តម្កល់នៅសវណ្ណវជ្ជរាកោដ្ឋគឺប្រកោតមាសដាំពេជ្របាទប្រកោតមាសដាំពេជ្របាទយ៉ាងប្រណិតមែនតែនបាទប្រកោតមាសទៀតណាហ្នឹងហើយបាទប្រកោតមាសដាំពេជ្របាទប្រកោតមាសដាំពេជ្របាទតម្កល់នៅព្រះសារីរិកធាតុកាលពីកសាងដំបូងគឺព្រះកោដ្ឋមាសដែលតម្កល់នៅព្រះបរមសារីរិកធាតុនេះហើយដែលបណ្ដាលឲ្យមានការកសាងប្រព័ន្ធនគរឡើងហ្នឹងគឺដោយសារប្រកោដ្ឋហ្នឹងដោយសារតែមានព្រះសារីរិកធាតុក្នុងព្រះកោដ្ឋហ្នឹងឯងដែលឈានទៅដល់ការកសាងប្រព័ន្ធនគរហ្នឹងបើយើងមានតែព្រះសវណ្ណវជ្ជរាកោដ្ឋគឺថាมันអាចកសាងបាទអញ្ចឹងទៅយើងមានប្រកោដ្ឋអត់ប្រព័ន្ធនគរអត់កើតអញ្ចឹងដោយសារមូលហេតុខាងដើមហ្នឹងមានព្រះសារីរិកធាតុគង់ក្នុងប្រកោដ្ឋនេះឯងទៀតបានជាឈានទៅដល់ការកសាងប្រព័ន្ធនគរហ្នឹងបាទសូមអនុមោទនានេះថតពីខាងនោះបាទនេះឲ្យកងជើញទៅចិត្តវិញហ្នឹងកងខាងហ្នឹងហើយបាទនេះគឺរូបបដិមាស័កបណ្ឌិត
តុនសាយពោធិសត្វទៀតណាស័កបណ្ឌិតតុនសាយពោធិសត្វបាទហេតុអីបានជាកសាងស័កបណ្ឌិតទៅតែកសាងថ្មីមិនតាន់ធ្វើពិធីសម្ពោធឆ្លងផងទេធ្វើអំពីស្ពាន់ក្រមេប្រាក់ក្រមេមាសបាទធ្វើនឹងដើម្បីនឹករលឹកដល់ព្រះអង្គទ្រង់លះបង់នៅខ្លួនប្រាណជាទានឲ្យជាចំណីដល់ឥន្ទព្រាហ្មណ៍ណាកាលថ្ងៃមុនហ្នឹងគឺខ្ញុំប្រកាសថាខ្ញុំបាទរួមជាមួយនឹងឧត្តមប្រធានចារហ្នឹងធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីបានថ្វាយបង្គំព្រះចង្កូមកែវត្រឡប់មកវិញក៏ប្រឹក្សាគ្នាទៅគឺទាំងឧត្តមប្រធានចារខ្ញុំពុទ្ធបរិស័ទមករថយន្តហ្នឹងក៏គិតថាចង់កសាងរូបសំណាកស័កបណ្ឌិតនេះដើម្បីទុកបូជាទុកជាទីនឹករលឹកថាព្រះអង្គបានបរិច្ចាគខ្លួនប្រាណរបស់ព្រះអង្គឲ្យទៅជាទានឥន្ទព្រាហ្មណ៍នឹងបាននិមិត្តខ្លួនជាតាចាស់ដោយកងអញ្ចឹងថាឃ្លានណាស់នឹងឲ្យយើងត្រូវការអាហារបរិភោគអាហារនឹងប្រព្រឹត្តនៅព្រហ្មចរិយធម៌អញ្ចឹងទៅទន្សាយលោកថាបើព្រាហ្មណ៍ឃ្លានអត់ចំណីអញ្ចឹងព្រានខ្ញុំមិនមានអ្វីទេខ្ញុំមានតែសាច់ក្នុងខ្លួននេះឯងចូលព្រាមប្រកាត់ភ្លើងមកអញ្ចឹងណាហ្នឹងហើយបានពេលនោះព្រះបរមពុទ្ធសាសនាលោតចូលភ្លើងតែភ្លើងមិនឆេះទេព្រោះជាភ្លើងនិមិត្តហ្នឹងហើយប៉ុន្តែយ៉ាងណាចេតនារបស់ព្រះអង្គបានធ្វើមែនអញ្ចឹងទៅព្រះសកទេវរាជហ្នឹងលោកបានយករូបនៃទន្សាយហ្នឹងទៅចានៅឯមណ្ឌលឋានប្រច័នហ្នឹងឯងមណ្ឌលប្រច័នហ្នឹងឯងអញ្ចឹងយើងទាំងអស់គ្នាក៏តាក់តែងបាទធ្វើរូបមួយតម្កល់បាទសូមអនុមោទនាបុណ្យទៀតណាអនុមោទនាបុណ្យទាំងអស់គ្នានេះគឺជារូបបរិមាដំរីប៉ារិល័យបាទដំរីប៉ារិល័យបាទដំរីប៉ារិល័យនេះយើងដឹងប្រវត្តិហើយណាគឺជាដំរីដែលធ្លាប់បានបម្រើព្រះអង្គបាទនៅនឹងក្បែរក្រុងកោសំពីនឹងចំនួន3ខែទៀតក្នុងភាសាទី10បាទពេលណាគេចុចមកបងឯងចុចឲ្យហមទៅបិទគេដំរីប៉ារិល័យកងស្អាតណាស់កន្លែងនេះបាទអូនឹងផ្លេចមើលនោះព្រះចេតិយនឹងគឺមានបញ្ចុះនៅព្រះពុទ្ធរូបបរិមាមាសដូចជា10ព្រះអង្គក្នុងហ្នឹងបាទសិទ្ធិមាសសុទ្ធណាទៀតដែលពុទ្ធបរិស័ទគាត់ជ្រះថ្លាហើយកសាងបរិមាមាសបាទដល់កសាងបរិមាមាសអញ្ចឹងទៅមិនដឹងថាតម្កល់កន្លែងណាសំរុំមានដាក់ក្នុងបច្ចេកដីបាទហើយពុទ្ធបរិស័ទដែលគាត់កសាងហើយយកមកតម្កល់ក្នុងបកនកតហ្នឹងគឺថាអត់តន់មានការបាត់របេះអីសូម្បីតែមួយនៅឡើយទេទៀតណាហ្នឹងហើយគឺនៅថ្មីល្អទាំងអស់ណាឥឡូវយើងធ្វើដំណើរទៅខាងនោះកន្លែងចុះក្នុងបកនកតឲ្យហើយក៏បានដែរបាទពុទ្ធបរិស័ទបានឃើញក្នុងបកនកតបន្តិចបាទកងជើញកងជើញចាស់ថ្វាយគុំទេណាអរគុណទេអរគុណណាញាតិញោមពុទ្ធបរិស័ទនេះគឺនៅក្នុងប្រកនកតជាន់ក្រោមបំផុតទេណាជាន់ក្រោមបំផុតបាទហើយជាធម្មតាថ្ងៃមេថ្ងៃពិសាខហ្នឹងគឺមានពុទ្ធបរិស័ទរៀបចំទីនេះយ៉ាងប្រណិតដោយរតនីព្រះអង្គបរិនិព្វានព្រះអង្គប្រសូតជាដើមហ្នឹងយាងទៅខាងក្រៅខាងមុខកនកតដោយឡែកព្រះពុទ្ធបដិមាទ្រង់ត្រាស់ដឹងគឺថាតម្កល់ទុកក្នុងទីនេះដដែលដែលយើងមានការរៀបចំតាក់តែងផ្កាលំអបលាំងព្រះអង្គហើយនឹងបូជាជីវរបន្តិចទៀតហ្នឹងអញ្ចឹងក្នុងបកនកតជាន់ក្រោមនេះគឺថារឹតតែស្អាតរឹតតែប្រណិតថែមទៀតគណាប្រណិតទៀតហើយបាទពុទ្ធបរិស័ទរីករាយជ្រះថ្លាត្រេកអរព្រះអង្គទ្រង់ត្រាស់ដឹងហ្នឹងគឺមានសក់ប្រកេសាហ្នឹងគឺដាំឲ្យត្បូងទាំងអស់ណាបងបាទត្បូងទាំងអស់បាទគឺប្រណិតក្រៃលែងណាស់បាទ
សូមអនុមោទនាបាទនេះគឺប្រព័ន្ធកត់ជាន់ខាងក្រោមផ្ទាល់ដីបាទនេះមិនទាន់បង្ហាញរូបភាពនៅខាងលើអស់ផងទេបាទតែយើងធ្វើការផ្សាយផ្ទាល់កងជើយយឺតញាតិញោមពុទ្ធបរិស័ទទាំងអស់តិចទៀតយើងនឹងទៅស្រោចព្រះសុគន្ធវេរីថ្វាយព្រះសម្មាសម្ពុទ្ធបាទថ្ងៃបុណ្យមិគបូជានេះស្រោចសុគន្ធវេរីអញ្ជើញឧត្តមប្រធាចារ្យបាទគាត់មានវ័យចាស់ជរាណាស់ទៅហើយបច្ចុប្បន្នកៅជាងទៅហើយ91ហើយបាទសូមអនុមោទនាញាតិញោមពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាអាចចូលរួមស្រោចព្រះសុគន្ធវេរីទេណាគូកាត់នេះខ្ញុំលុបយកទៅណាខាងនេះសូមពុទ្ធបរិស័ទទាំងអស់ត្រេកអរអនុមោទនាការស្រោចព្រះសុគន្ធវេរីថ្វាយព្រះសម្មាសម្ពុទ្ធទាំងអស់គ្នាទេណាសូមអនុមោទនាញាតិញោមដែលមិនបានអញ្ជើញមកហ្នឹងតាំងចិត្តស្រោចព្រះសុគន្ធវេរីថ្វាយព្រះសម្មាសម្ពុទ្ធដែរនោះឲ្យជាងថតទៀតនេះជាងថតមកដល់ហើយកងនេះស្រោចពីលើយកងចិត្តតិចបើស្លាក្តៅណាម្សិលមិញតាមពិតផ្កាម្សិលមិញស្រស់ល្អហើយប៉ុន្តែឥឡូវនេះស្វិតបន្តិចហើយបាទយើងចាំរៀបថ្ងៃហ្នឹងធ្វើមិនតាន់ទេបាទធ្វើមិនតាន់ទេជាយន្តោពោធិយាមោលេសាខ្យាណាងណនទេវតេណូខ្វាំងវិជ្ជយោហោហេជយាសុជយមង្គលេអបរាជិតបាលង្កេរេអភិសេកេសាពពុទ្ធានាងអាកបតោបមោតតិសុនៈខាតាំងសុមង្គលាំងសុបភាតាំងសហតថេតាំងសុខណោបចារីសុបតេខេណង្កាយកម្មងវាចាកម្មងបតេខេណង្បតេខេណង្មនោកម្មងបតេខេណានិកាថ្វានិលផនតេថេបតេខេនេសូមអនុមោទនាអូស្រោចព្រះសុគន្ធវេរីថ្វាយព្រះសម្មាសម្ពុទ្ធជាម្ចាស់ទៀតណាបាទញាតិញោមពុទ្ធបរិស័ទខ្ញុំស្រោចតំណាងពុទ្ធបរិស័ទបាទទូទាំងប្រទេសខ្មែរទាំងអស់ណាបាទមកដល់នេះបាទមួយទៀតស្រោចជូនពុទ្ធបរិស័ទនៅក្រៅប្រទេសបាទស្រោចជូនពុទ្ធបរិស័ទនៅឯក្រៅប្រទេសទាំងអស់មានសហរដ្ឋអាមេរិកអូស្ត្រាលីកាណាដាបារាំងជាដើមបាទអនុមោទនាពុទ្ធបរិស័ទនៅកូរ៉េនៅថៃអីទាំងអស់បាទស្រោចជំនួសណាបូជាព្រះអង្គអនុមោទនានេះស្រោចប្រកលទៀតតំណាងពុទ្ធបរិស័ទនៅខេត្តសៀមរាបដែលមិនបានអញ្ជើញមកអនុមោទនាបុណ្យទាំងអស់គ្នាអត់លោតសំឡេងស្ដាប់ខ្ញុំឃើញអត់លឺបាទពុទ្ធបរិស័ទគណៈពេលនេះពុទ្ធបរិស័ទដែលមានសេចក្តីជ្រះថ្លាមកថ្វាយព្រះសុគន្ធវេរីថ្វាយព្រះសម្មាសម្ពុទ្ធទៀតណាញាតិញោមពុទ្ធបរិស័ទត្រេកអររីករាយទាំងអស់គ្នាទៀតសូមអនុមោទនា
សិន